ជាពលរដ្ឋ26គ្រួសារមានជីវភាពក្រីក្រនិងមានជំងឺប្រចាំកាយដេកជាប់កន្ទេលមានជីវភាពខ្វះខាតខ្លាំងដាច់ស្បៀងទទួលអំណោយសង្គ្រោះបឋមពីលោកជំទាវភូមិផាន់ណាវីអនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី11ខែឧសភាឆ្នាំ2025លោកជំទាវភូមិផាន់ណាវីអនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់និងឯកឧត្តមអោមធីរីជាអនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ព្រមទាំងលោកយើងភឿនប្រធានគណៈកម្មាធិការគណៈបកឃុំរស្មីសាមគ្គីនិងក្រុមការងារបានអញ្ជើញសម្ដែងសម្ណើនិងសួរសុខទុក្ខប្រជាពលរដ្ឋមានជំងឺប្រចាំកាយដេកជាប់កន្ទេលមានជីវភាពខ្វះខាតខ្លាំងដាច់ស្បៀងដែលស្ថិតក្នុងភូមិពោះវែកនិងភូមិព្រៃធំឃុំរស្មីសាមគ្គីស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺក្នុងឱកាសនោះលោកជំទាវភូមិផាន់ណាវីបានមានប្រសាសន៍ណែនាំជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសនាំនៃការផ្ដាំផ្ញើដល់គ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់កិត្តគូពីបញ្ហាសុខភាពសម្អាតបរិស្ថានជុំវិញផ្ទះឲ្យបានស្អាតល្អខ្ញុំបាទឈ្មោះឡុងសុផលមេភូមិពោះវែកក្នុងភូមិខ្ញុំនេះមានប្រជាពលរដ្ឋគ្រួសារចំនួន179គ្រួសារនិងប្រជាពលរដ្ឋមាន868នាក់អាយុ18ឡើងមាន515នាក់ក្នុងបញ្ជីឈ្មោះបោះឆ្នោតមាន447នាក់ខ្ញុំថ្ងៃនេះមានចិត្តសប្បាយរីករាយឃើញលោកជំទាវភូមិផាន់ថាវីនិងឯកឧត្តមម៉ាក់សេរីលោកជាអនុប្រធានចុះជួយគណៈបកស្រុកឱរ៉ាល់របស់យើងនេះលោកជំទាវបានចុះមកចែកគ្រួសារក្រីក្រក្នុងថ្ងៃនេះមានចំនួន7គ្រួសារហើយបូកបន្ថែមដល់ឃើញចាក់ស្ដែងតែគាត់អត់ចាក់ស្ដែងនឹងមានបន្ថែម2គ្រួសារបន្ថែមទៀតទាំងអស់សរុប9គ្រួសារបាទអញ្ចឹងខ្ញុំមានសេចក្តីត្រេកអររីករាយជាពន់ពេកនឹងដោយឃើញប្រជាពលរដ្ឋខ្ញុំខ្វះខាតហើយក៏ខ្ញុំធ្វើដំណើរសុំទៅតាមរយៈលោកមេឃុំអញ្ចឹងទៅក៏បានលោកជំទាវមានចំណាប់អារម្មណ៍លោកជំទាវបានជួយជាថវិកានឹងរបស់លោកជំទាវនិងរាជរដ្ឋាភិបាលលោកសម្ដេចតេជោនិងសម្ដេចនាយករដ្ឋមន្ត្រីលោកបានឲ្យលោកជំទាវចុះមកទួទុកនិងចែកចំណោយដល់ប្រជាពលរដ្ឋខ្ញុំនេះខ្ញុំសប្បាយប៉ុនពេករកអ្វីប្រៀបទៅអត់បានបាទជាមួយគ្នានេះលោកជំទាវភូមិផាន់ណាវីក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀនគ្រឿងស្រវឹងក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅហើយសូមអាណាព្យាបាលទាំងអស់បញ្ជូនកូនទៅសាលារៀនឲ្យបានគ្រប់គ្នារៀនសូត្រឲ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹងមានការងារធ្វើនិងជួយលើកស្ទួយជីវភាពគ្រួសាររៀងខ្លួនលោកជំទាវបានចែកស្បៀងអាហារជូនដល់គ្រួសារក្រីក្រដែលកំពុងតែខ្វះខាតមាន2ភូមិដែលមានចំនួន26គ្រួសារខ្ញុំបាទឈ្មោះរីមប៊ុនធឿនតួនាទីជាមេភូមិព្រៃធំភូមិរស្មីសាមគ្គីស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺបាទបច្ចុប្បន្ននៅក្នុងភូមិព្រៃធំយើងខ្ញុំគឺមានចំនួន429គ្រួសារបាទប្រជាពលរដ្ឋសរុប2080បាទហើយស្រីនោះគឺ1117នាក់និយាយរួមគឺថាក្នុងចិត្តរបស់ខ្ញុំពេលនេះគឺថាមានអារម្មណ៍ដុកដួលហើយក៏ត្រេកអរជាពន់ពេកលោកជំទាវក៏ដូចឯកឧត្តមជាពិសេសគឺលោកជំទាវភូមិផាន់ណាវីដែលគាត់តែងតែយកចិត្តទុកដាក់មិនមែនចំពោះតាភូមិខ្ញុំមួយទេទាំង8ភូមិនិយាយរួមទាំងស្រុកឱរ៉ាល់គឺគាត់តែងតែចុះញឹកញាប់សម្រាប់ការចុះជួយជនងាយរងគ្រោះបាទហើយដូចថ្ងៃនេះជាក់ស្ដែងគឺគាត់ផ្ដល់កិត្តិយសផ្ដល់ពេលវេលាដ៏មានតម្លៃបានចុះចែកជូនអំណោយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះហើយជាពិសេសគឺមានជំងឺប្រចាំកាយក៏ដូចជាជនពិការហើយក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំភូមិក៏ដូចជាជួសមុខឲ្យលោកមេឃុំក៏សូមថ្លែងអំណរអគុណហើយសប្បាយចិត្តជាពន់ពេកបាទហើយរកពីអ្វីនឹងយកមកថឹងថ្លែងយកមកតបស្នងពុំបានទេព្រោះថាកាលរយៈដែលគាត់ចុះមកកាន់ឃុំកាន់ស្រុកនេះគឺសកម្មភាពរបស់គាត់មិនថាជួយតែជនងាយរងគ្រោះសូម្បីតែហេដ្ឋារចនាសម្ព័ន្ធគាត់ចុះជួយជាថ្នាំពេទ្យជាខោអាវហើយជាក់ស្ដែងដូចឃើញថ្ងៃនេះគឺមានខោអាវកូនក្មេងបាទហើយផ្ដល់ថវិកាសម្រាប់ក្មេងរៀនហើយជាពិសេសហ្នឹងផ្ដល់អំណោយបាទសម្រាប់សង្គ្រោះបន្ទាន់ព្រោះពួកគាត់ពេលនេះគឺយ៉ាប់ទាំងសេដ្ឋកិច្ចយ៉ាប់ទាំងមានជំងឺប្រចាំកាយអញ្ចឹងក្នុងនាមខ្ញុំថ្នាក់ដឹកនាំពុំមានអ្វីនឹងតបស្នងសងគុណដល់ឯកឧត្តមក៏ដូចជាលោកជំទាវទេមានតែការជូនពរបាទជូនពរដល់ជាពិសេសគឺថ្នាក់ដឹកនាំសម្ដេចបវរ
ធិបតីហ៊ុនម៉ាណែតហើយជាពិសេសគឺសម្ដេចអគ្គមហាសេនាបតីដេជោហ៊ុនសែនដែលជាប្រធានគណៈបកបាទដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់យើងខ្ញុំនេះប្រជាពលរដ្ឋរបស់យើងខ្ញុំត្បិតតែច្រើនមែនប៉ុន្តែរយៈពេលកន្លងមកគឺមិនដែលចាញ់ទេបាទមិនដែលចាញ់ទេជាប់លេខ2លេខ3លេខ2លេខ3រាល់អាណត្តិអញ្ចឹងសង្ឃឹមថាអាណត្តិនេះមានលោកជំទាវភូមិផាន់នាវីដែលបានចុះសកម្មភាពជាប្រចាំសង្ឃឹមថាប្រជាពលរដ្ឋដែលគាត់ជឿលង់លើគណៈបកផ្សេងគាត់នឹងប្រវែនឹងមកគ្រប់គ្រងគណៈបកប្រជាជនឲ្យកាន់តែខ្លាំងជាងនឹងបាទហើយសំណូមពរចុងក្រោយគឺថាសូមឲ្យលោកជំទាវភូមិផាន់នាវីបានកាន់កាប់បានគ្រប់គ្រងហើយនឹងចុះជួយប្រជាពលរដ្ឋខ្ញុំបន្តទៅទៀតហើយចុងក្រោយសូមគោរពជូនពរដល់សម្ដេចបវរធិបតីសម្ដេចអគ្គមហាសេនាបតីដេជោសូមជូនពរឲ្យសម្ដេចទាំងទ្វេនឹងឲ្យសមប្រកបមានសុខភាពល្អដឹកនាំប្រទេសជាតិតទៅមុខទៀតហើយយើងខ្ញុំជាមេភូមិជាមេឃុំសូមបដិញ្ញាអស់ពីកម្លាំងកាយចិត្តថានឹងឆ្នាំ2027នឹងយកជ័យជំនះបន្តទៀតបាទហើយសូមជូនពរលោកជំទាវភូមិផាន់នាវីដូចគ្នាទាំងក្រុមគ្រួសារសូមឲ្យសមប្រកបជួបផ្ទះនៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតហើយសូមជួយប្រជាជនយើងខ្ញុំបន្តទៅទៀតបាទសូមក្នុងនោះដែរលោកជំទាវភូមិផាន់នាវីអនុប្រធានក្រុមការងារថ្នាក់កណ្ដាលគណៈបកចុះជួយមូលដ្ឋានស្រុកអរ៉ាល់ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលបានរួមរស់ជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាមិនដែលរត់ចោលប្រជាពលរដ្ឋខ្លួនឡើយក្នុងឱកាសនោះដែរលោកជំទាវភូមិផាន់នាវីបានរំលឹកប្រសាសន៍ឯកឧត្តមហ៊ុនម៉ាណីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងាររបស់គណៈកម្មាធិការគណៈបកខេត្តក្រុមការងារចុះជួយខេត្តស្រុកឃុំនិងសមាជិកាបកទាំងអស់ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់រហូតសម្រេចបាននូវសមិទ្ធផលធំជាច្រើនគួរឲ្យកត់សម្គាល់លោកជំទាវភូមិផាន់នាវីក៏បានលើកឡើងទៀតថាទន្ទឹមនឹងការអភិវឌ្ឍបានបែបនេះក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញបរិបូរណ៍និងរកមកបានដោយការលះបង់សាច់ស្រស់ឈាមស្រស់របស់បុព្វបុរសស្នេហាជាតិដែលមានសម្ដេចអគ្គមហាសេនាបតីដេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានរកមកបានដោយលំបាកយើងទាំងអស់គ្នាត្រូវតែថែរក្សាសុខសន្តិភាពឲ្យខាន់តែបានទោះក្នុងតម្លៃណាក៏ដោយលោកជំទាវភូមិផាន់នាវីក៏បានបន្តថាសូមចងចាំជានិច្ចនៅបណ្ដាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីអាណត្តិទី7នៃព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលនៅតែកំណត់យកមនុស្សជាអតិភិបនៅក្នុងការអភិវឌ្ឍរបស់យើងតាំងពីយុទ្ធសាស្ត្រត្រីកោណរហូតដល់យុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1នេះហើយជាងនេះទៅទៀតសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងពាក្យថាខ្មែរធ្វើបានគឺសំដៅលើការរួមគ្នាកសាងពីបាតដៃទទេរហូតដល់កម្ពុជាមានឯករាជ្យម្ចាស់ការលើគ្រប់វិស័យពុទ្ធិចក្រនិងអាណាចក្រក្នុងឱកាសនេះដែរលោកជំទាវបានចែកអំណោយជាសម្ភារៈថវិកាត្រូវចែករួមមានក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមខិតមួយកញ្ចប់ក្នុងនោះមានស្ករសត្រីខកំប៉ុងទឹកត្រីទឹកស៊ីអ៊ីវមីប្រេងកូឡាច្រាសដុសធ្មេញព្រមទាំងមានថវិកា 40000 រៀលនិងចែកខោអាវដល់ក្មេងៗដែលជាទំពាំងស្នងឫស្សីជាង400នាក់ក្នុងម្នាក់ទទួលបានខោអាវ2កំភ្លេថវិកា 2000 រៀលផងដែរសរុបសម្ភារៈថវិការួមមានអង្គរ26បាវមុង26ខោអាវចំនួន500កំភ្លេខិត26កញ្ចប់ក្នុងនោះមានស្ករសត្រីខកំប៉ុងទឹកត្រីទឹកស៊ីអ៊ីវមីនិងប្រេងកូឡាបន្ថែមពីនោះលោកជំទាវបានជួយឧបត្ថម្ភនៅអាហារសាមគ្គីជាមួយក្រុមការងារចំនួន 20000 រៀលសរុបថវិកាចំនួន 5,28,000 រៀលខ្ញុំបាទឈ្មោះជាងភឿនតួនាទីជាប្រធានក្រុមប្រឹក្សាឃុំនិងជាប្រធានគណៈកម្មការបកឃុំរស្មីសាមគ្គីថ្ងៃនេះយើងខ្ញុំមានមោទនភាពហើយសប្បាយរីកខ្លាំងណាស់ដោយសារការយកចិត្តទុកដាក់ខ្ពស់របស់លោកជំទាវភូមិផាន់នាវីអនុប្រធានក្រុមការងារស្រុកអរ៉ាល់ជាទីគោរពដងពុះនិងឯកឧត្តមអមតារីហើយលោកតាំងពីនិយាយរួមតាំងពីឆ្នាំ2022មកបាទលោកចុះជួយក្នុងគុំរស្មីសាមគ្គីខ្ញុំច្រើនណាស់ជាពិសេសជួយដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកចាស់ជរាជនពិការបាទហើយក្នុងថ្ងៃនេះបាទលោកបានពំនាំអំណោយក្នុងចុងឆ្នាំ
2024លោកបានជួសជុលផ្លូវមួយខ្សែប្រវែង16 គីឡូម៉ែត្របាទជូនដល់ឃុំរតមីសាមគ្គីតបជាប់ពីភូមិព្រៃធំទៅភូមិពវែកហើយថ្ងៃនេះក៏លោកជំទាវនិងឯកឧត្តមបានយកអំណោយដល់ថ្លៃថ្លាមកជូនប្រជាពលរដ្ឋខ្ញុំចំនួន10គ្រួសារនៅភូមិពវែកបាទហើយនៅក្នុងភូមិនេះ13គ្រួសារទៀតបាទទាំងអស់វាសរុបទៅ20ឡើង23ហើយបាទហើយក្នុងនោះក៏ខ្ញុំអរគុណណាស់ក្មេងតូចបាទដូច្នេះលោកចំណាយទុនធានអត់ស្ដាយសំណោះដោយសារជួយដល់ខ្ញុំបាទជាប្រធានគណៈបកឃុំក៏ដូចជាគណៈបកប្រជាជនគាត់ជួយយ៉ាងចំចលនានៅក្នុងឃុំរតមីសាមគ្គីចឹងបានថាខ្ញុំអរគុណណាស់ព្រោះឃុំរតមីសាមគ្គីខេត្តកំពង់ស្ពឺមានតែស្រុកឃុំរតមីសាមគ្គីមួយទៀតដែលមានដីសម្បត្តិគុំកិច្ចហើយដីសម្បត្តិគុំកិច្ចជាសិតតែជារឿងអ្នកក្រីក្រមករស់នៅទីនេះបាទអញ្ចឹងហើយឥឡូវនៅឯកឧត្តមលោកជំទាវយកចិត្តទុកដាក់បំផុតចំពោះប្រជាពលរដ្ឋលោកអត់ចេះស្មើងស្មៃលោកអត់ចេះឬអើងលោកជួយមកដូចទីហោនេះនៅក្រោយខាងខ្ញុំនេះបាទឲ្យគាត់ងើបអត់រួចឆ្អេះឆ្អាបក៏លោកនៅបាទដូចនេះខ្ញុំអរគុណនឹងរកអ្វីថ្លែងប្រមាណទេហើយដូចនេះខ្ញុំអញ្ចឹងហើយពីព្រឹកមិញក៏ខ្ញុំជម្រាបជូនថាខ្ញុំសប្បាយចិត្តត្រង់ថាមិនមែនខ្ញុំនិយាយលើកតម្កើងខុសការពិតទេបាទព្រោះខ្ញុំសំណាងរបស់ខ្ញុំដែរគុំរតមីសាមគ្គីដោយមានថ្នាក់ដឹកនាំល្អបាទក្រុមការងារល្អបាទបានចុះមកជួយឲ្យក្នុងថ្ងៃនេះខ្ញុំសូមថ្លែងអំណរគុណដល់លោកជំទាវនិងឯកឧត្តមព្រមទាំងក្រុមការងាររបស់លោកជំទាវដែលបានមកចុះមកជួយផ្ទាល់ឲ្យតាំងពីព្រឹករហូតមកនេះបាទនៅមិនទាន់ចាប់ហើយនៅជាមួយប្រជាពលរដ្ឋរហូតដូចនេះខ្ញុំសង្ឃឹមថាឆ្នាំបោះឆ្នោត2027ដែលមានលោកជំទាវនិងឯកឧត្តមគឺខ្ញុំសង្ឃឹមថាយើងនឹងយកជ័យជំនះបាទបន្តទៀតជូនដូចនេះខ្ញុំមិនអោយខាងក្រុមការងារបាទបាត់បង់ទៅទេហើយប្រជាពលរដ្ឋខ្ញុំមើលទឹកចិត្តសប្បាយរីករាយវិជាការពាររបស់ខ្ញុំកម្លាំងលោកមេភូមិលោកតុតីទាំងអស់មានការសាមគ្គីគ្នាដូចនេះយើងយកពាក្យស្លោកថាឃុំរតមីសាមគ្គីដាក់អក្សរធំណាស់ដូចនេះយើងត្រូវតែសាមគ្គីគ្នាខុសត្រូវអីសាមគ្គីគ្នានៅនេះហើយជូនពោដូចជំរាបឲ្យថាខ្ញុំជាឬហើយយាងបាទដូចនេះការពារសន្តិភាពជ័យយោគណៈបកប្រជាជនកម្ពុជាបាទអរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនតែននិងជាប្រធានគណៈបកប្រជាជនកម្ពុជាអរគុណសម្ដេចបវរអធិបតីនាយករដ្ឋមន្ត្រីនៃប្រជាជាតិណាចក្រកម្ពុជាអរគុណបាទអញ្ចឹងបើថាជាជួលខ្ញុំអរគុណរតមីសាមគ្គីបដិញ្ញាយកជ័យជំនះ2027ដាច់ខាតបាទសូមជ័យយោគណៈបកប្រជាជនកម្ពុជាជ័យយោក្នុងនោះផងដែរលោកជំទាវក៏បានធ្វើការចុះចែកស្បៀងតាមក្នុងផ្ទះផងដែរក៏ព្រមធ្វើតាមប្រសាសន៍របស់ថ្នាក់ដឹកនាំនៃការជួយមិនថាប្រជាជនឬជាសមាជិកបកឡើយនឹងធ្វើតាមដំណាក់កាលភ្លៀងរលឹមដើម្បីឲ្យប្រជាពលរដ្ឋគាត់នឹងមានជំនឿយ៉ាងមុតមាំថាមានតែគណៈបកប្រជាជនតែមួយគត់ដែលមិនបោះបង់ឬធ្វើឲ្យប្រជាពលរដ្ឋមានទុក្ខលំបាកឡើយលោកជំទាវបានជូនពរឲ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំស្រុករបស់ខ្លួនជួបតែសេចក្តីសុខសប្បាយធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារនិងជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ